នាវាដឹកប្រេងរបស់រុស្ស៊ីផ្ទុកប្រេងចំនួន73,000ធុងបារីលបានធ្វើដំណើរចូលដល់កំពង់ផែ Matanzas ភាគខាងកើតទីក្រុង La Havana នៅព្រឹកថ្ងៃអង្គារទី31មីនាផ្អែកតាមអ្នករាយការណ៍នៃទីភ្នាក់ងារព័ត៌មានបារាំង AFP នេះគឺជាលើកទី1ហើយដែលគុយបាបានទទួលប្រេងកាតពីបរទេសបើគិតចាប់ពីថ្ងៃទី9មករាមកសូមបញ្ជាក់ថាលោក Donald Trump បានសម្រេចលើកលែងអនុញ្ញាតឲ្យរុស្ស៊ីអាចលក់ប្រេងឲ្យគុយបាបានដើម្បីបញ្ជាកុំឲ្យមានបញ្ហាមើលមុខគ្នាមិនត្រង់រវាងមូស្គូនិង Washington ការអនុញ្ញាតជាពិសេសនេះគឺជាការផ្ដល់ដង្ហើមដកឲ្យប្រជាជនគុយបាទាំងជាង9លាននាក់ដែលបានជួបវិបត្តិខ្វះប្រេងគ្មានចរន្តអគ្គិសនីប្រើប្រាស់ប្រមាណ2ខែមកហើយលោកស្រី Caroline Leavitt អ្នកនាំពាក្យសេតវិមានបានអះអាងថាការអនុញ្ញាតឲ្យគុយបាទិញប្រេងពីរុស្ស៊ីនេះគឺមិនមានអ្វីធ្វើឲ្យប្រែប្រួលដល់គោលនយោបាយទណ្ឌកម្មដែលសហរដ្ឋអាមេរិកបានដាក់ទៅលើរុស្ស៊ីនោះទេវាគ្រាន់តែជាករណីលើកលែងពិសេសតែប៉ុណ្ណោះគូរំលឹកថាជាច្រើនឆ្នាំមកហើយដែលគុយបាបានជួបបញ្ហាប្រឈមនឹងកង្វះវត្ថុធាតុដើមថាមពលវិបត្តិនេះកាន់តែធ្ងន់ធ្ងរឡើងបន្ទាប់ពីកងទ័ពសហរដ្ឋអាមេរិកបានចូលទៅចាប់លោកប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro នៅខែមករានិងបានចាប់ផ្ដើមបិទគប់ការនាំចេញប្រេងរបស់វេណេស៊ុយអេឡាមិនត្រឹមតែប៉ុណ្ណោះទេរដ្ឋបាលរបស់លោក Donald Trump បានប្រកាសប្រាប់គ្រប់ប្រទេសទាំងអស់ថាបើហ៊ានតែលក់ប្រេងឲ្យគុយបានឹងទទួលរងទណ្ឌកម្មអាមេរិកការគម្រាមនេះបានធ្វើឲ្យរដ្ឋាភិបាលប្រទេសមិចស៊ិកសម្រេចចិត្តផ្អាកការផ្គត់ផ្គង់ប្រេងឲ្យគុយបាតែលោកស្រីប្រធានាធិបតីមិចស៊ិកបានអះអាងថាក្រុមហ៊ុនឯកជននៅតែអាចមានសិទ្ធិលក់ប្រេងឲ្យវិស័យឯកជនគុយបាដដែលផ្អែកតាមលោក Ricardo Herrero នាយកប្រតិបត្តិនៅវិទ្យាស្ថាន Cuba Study Group រដ្ឋបាលរបស់លោក Donald Trump កំពុងតែប្រើវិធីដាក់សម្ពាធចាប់បង្ខំឲ្យរបបដឹកនាំគុយបាព្រមចូលតុចរចាតែដោយបញ្ជាមិនឲ្យរបបនេះដួលរលំទាំងស្រុងឬបង្កឲ្យមានមហន្តរាយមនុស្សធម៌ជាច្រើនខែមកហើយដែលលោក Donald Trump បានប្រកាសក្តែងថាលោកចង់យកគុយបាតែដោយមិនបញ្ជាក់ថាពាក្យចង់យកគុយបានេះមានន័យរបៀបណានោះទេលោក Ricardo Herrero បានពន្យល់ថាដើម្បីផ្ដល់ហេតុផលចំពោះយុទ្ធសាស្ត្រច្របាច់កលើវិស័យធម្មពលគុយបាលោក Donald Trump បានអះអាងថាគឺមកពីគុយបាជាការគំរាមធំមកលើសហរដ្ឋអាមេរិកព្រោះគុយបាមានទំនាក់ទំនងស្អិតជាមួយរុស្ស៊ីនិងចិនតែនៅទីបំផុតលោក Donald Trump បាននិយាយក្រឡាស់សម្ដីកាលពីថ្ងៃអាទិត្យទី29មីនាថាមិនអីទេឲ្យគុយបាបានប្រេង 2-3 កប៉ាល់ក៏មិនអីដែរព្រោះថាគុយបាចប់ហើយគ្មានថ្ងៃងើបរួចឡើយពីខាងមូស្គូវិញគេបានបង្ហាញការត្រេកអរដែលឃើញនាវាដឹកប្រេងរុស្ស៊ីបានទៅដល់គុយបាអ្នកនាំពាក្យវិមានក្រែមឡាំងបានលើកឡើងថារុស្ស៊ីមិនអាចប្រងើយមិនជួយគុយបាដែលជាសមមិត្តរួមតស៊ូជាមួយគ្នារាប់ទសវត្សរ៍មកហើយបានទេគូបញ្ជាក់ដែរថាផ្អែកតាមលោក George Pignon អ្នកជំនាញធម្មពលគុយបានៅសាកលវិទ្យាល័យ Texas គឺគេត្រូវការពេលវេលាច្រើនសប្តាហ៍ថ្ងៃដើម្បីចម្រាញ់ប្រេងឆៅទាំង73,000ធុងបារីលដែលរុស្ស៊ីទើបតែបានប្រគល់ទៅឲ្យគុយបាក្រោយចម្រាញ់រួចប្រេងនេះនឹងក្លាយជាប្រេងម៉ាស៊ូតចំនួនប្រមាណ25,000ធុងបារីលដែលអាចបំពេញតម្រូវការនៅគុយបាបានតែ12ថ្ងៃប៉ុណ្ណោះបច្ចុប្បន្ននេះប្រជាជនគុយបាកំពុងរស់នៅក្នុងការលំបាកជាខ្លាំងចរន្តអគ្គិសនីមិនគ្រប់គ្រាន់គ្មានប្រេងចាក់យានជំនិះគ្មានចំណីអាហារនិងសម្ភារៈប្រើប្រាស់សម្លេងតវ៉ារិះគន់ចំពោះរបបសង្គមនិយមគុយបាបានចាប់ផ្ដើមផុសផុលឡើងបន្តិចហើយ